ណាពេលតួឯស្រីរបស់យើងកំពុងដើរចេញពីសាលាកណាពេលនោះលោកនាយកសាលាក៏បាននិយាយទៅកាន់ណានថាគាត់បានរងចាំណានអរយៈពេលជាយូរមកហើយថ្ងៃនេះដែរស៊ីចង់អញ្ជើញណានទៅញ៉ាំអាហារពេលល្ងាចណានក៏បានកាន់ដៃមិត្តប្រុសរបស់នាងដោយប្រាប់ថាថ្ងៃនេះខ្ញុំមានកម្រងជាមួយនឹងមិត្តប្រុសរបស់ខ្ញុំហើយពេលនោះក៏បានកាន់ដៃណានដោយនិយាយថានេះគឺជាលោកស៊ីគេក៏បាននិយាយទៅកាន់លោកនាយកសាលាថាតើខ្ញុំអាចទៅជាមួយនឹងណានបានឬមួយក៏អត់ណានក្រោយពីបានលឺមិត្តប្រុសនិយាយអញ្ចឹងហើយនាងក៏បានស្រែកសម្រាប់ឲ្យមិត្តប្រុសរបស់នាងកណាពេលនោះទូរស័ព្ទដៃរបស់មិត្តប្រុសនាងក៏បានរឡើងជាយឺក៏បានសុំណានទៅទទួលទូរស័ព្ទមួយផ្លែស្ដីលោកស្រីស៊ូចិនជាយឺបន្ទប់សន្តាគារលេខ1808លោកមានពេលត្រឹមតែកន្លះម៉ោងនោះទេត្រូវតែមកដល់ទីនេះជាបន្ទាន់បើមិនអញ្ចឹងទេលោកគួរតែដឹងហើយថាវាទៅជាបែបណាល្ងាចនេះលោកស៊ីនឹងញ៉ាំអាហារជាមួយនឹងពួកយើងហើយគាត់នឹងពិភាក្សាអំពីសហប្រតិបត្តិការរបស់លោកស៊ីមិនមែនជាមនុស្សដែលងាយស្រួលនោះទេលោកគួរតែដឹងហើយបើសិនជាលោកមិនមកតើជីវកម្មរបស់លោកនឹងទៅជាបែបណាគិតមើលតែខ្លួនឯងលោកតើបើសិនជាយប់នេះលោកធ្វើឲ្យខ្ញុំសប្បាយចិត្តជាងពីម្សិលមិញខ្ញុំនឹងជួយនិយាយពាក្យល្អៗទៅកាន់លោកស៊ីឲ្យលោកបានមិនអីនោះទេខ្ញុំនឹងទៅជាបន្ទាន់តើអ្នកណាគេនឹងគិតទៅព្រះអង្គម្ចាស់ទី9នៃទីក្រុងប៉េកាំងដើម្បីតាមស្រឡាញ់និស្សិតស្រីម្នាក់បើជារៀបចំគម្រោងការដ៏អាក្រក់បែបនេះរឿងនេះពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ខ្ញុំក៏ចង់ដឹងដែរតែទីបំផុតនឹងទៅជាយ៉ាងណាណាពេលនោះអាបែកជាយឺក៏មកនិយាយជាមួយនឹងណានថាណានពេលតែញ៉ាំអាហារជាមួយនឹងស៊ីរួចហើយកុំភ្លេចនិយាយពាក្យល្អៗឲ្យខ្ញុំពីរបីម៉ាត់ផងឥឡូវនេះខ្ញុំត្រូវទៅជួបអតិថិជនរបស់ខ្ញុំជាបន្ទាន់ជាយឺលោកនាយកសាលាក៏បានដើរមកក្បែរណានដោយគាត់បាននិយាយទៅកាន់ណានថាឆ្នាំនេះណានមិនបានទទួលអាហារូបករណ៍នោះទេបើសិនជាយប់នេះណានសុខចិត្តតែញ៉ាំបាយជាមួយនឹងលោកស៊ីគាត់នឹងដាក់ពាក្យកន្លែងអាហារូបករណ៍មួយឲ្យទៅកាន់ណានហើយវានឹងជួយកាត់បន្ថយផ្នែកហិរញ្ញវត្ថុទៅឲ្យតួឯកស្រីរបស់យើងទៀតផងគាត់ថែមទាំងនិយាយទៀតថាគាត់នឹងនាំណានជិះឡានទៅជាមួយនឹងគាត់តែពេលនោះដែរលោកនាយកសាលាមិនទាន់ដើរដល់ឡានផងតួឯកប្រុសរបស់យើងក៏បានបើកឡានរបស់គេមកដល់ហើយគេក៏បានបើកកញ្ចក់ចេញដល់និយាយទៅកាន់តួឯកស្រីរបស់យើងថាកញ្ញាសងណានឆាប់ឡើងឡានមកពេលលោកនាយកសាលាបានឃើញបែបនេះគាត់ក៏បានជំរុញឲ្យណានជិះឡានជាមួយនឹងលោកស៊ីពេលនោះដែរតួឯកស្រីរបស់យើងដោយនាងមិនតអ្វីទៅកាន់លោកនាយកសាលាបាននាងក៏យកព្រមជិះឡានជាមួយនឹងតួឯកប្រុសរបស់យើងហ្វេនរឿងរបស់យើងនេះគឺល្អមើលតួស្អាតស្អាតស្នេហាបានលងលួចទៀតផងឥឡូវនេះ admin នឹងសម្រាយរឿងនេះរហូតដល់ចប់ណានក៏បានសម្រាយនៅពាក្យសម្ដីរបស់លោកស៊ីរំចាំមើលអនាគតដ៏ល្អនិងវែងឆ្ងាយរបស់ពួកយើងទៅណាពេលនោះដែរណានក៏បាននិយាយទៅកាន់តួឯកប្រុសថានាងអាចជិះតាក់ស៊ីដោយខ្លួនឯងបានមិនចង់រំខានតួឯកប្រុសនោះទេរាជបတ်ទី9ក៏បាននិយាយថាគាត់មិនចូលចិត្តនិយាយរឿងនេះពីរដងនោះទេហើយគាត់មិនមែនជាមនុស្សដែលអត់ធ្មត់បានយូរនោះដែរព្រោះវាបានលើសម្ដីរបស់តួឯកប្រុសយើងនិយាយអញ្ចឹងហើយតួឯកស្រីរបស់យើងគ្មានអីក្រៅពីបង្ខំចិត្តឡើងទៅលើឡានរបស់តួឯកប្រុសនោះទេគណៈពេលនោះដែរណានក៏បានដកទូរស័ព្ទដៃរបស់នាងមកដើម្បីផ្ញើសារទៅកាន់សង្សាររបស់នាងជាយឺតើបងបានបញ្ចប់ការងាររបស់បងហើយឬនៅខ្ញុំមានអារម្មណ៍ថាខ្លាចខ្លាំងណាស់បងអាចមកយកខ្ញុំផងបានទេជាយឺសូមឆ្លើយតបជាមួយនឹងសាររបស់ខ្ញុំណាពេលនោះតួឯកប្រុសរបស់យើងក៏បាននិយាយទៅកាន់ណានថាសងណានមិត្តប្រុសរបស់នាងលែងត្រូវការនាងតទៅទៀតហើយសងណានតើនាងនឹងធ្វើយ៉ាងម៉េចទៅហើយតើនាងខ្លាចអ្វីទៅណាពេលនោះណានក៏បាននិយាយមកកាន់តួឯកប្រុសថាស៊ីសំលោកចេះគោរពខ្លួនឯងខ្លះផងខ្ញុំគឺមានមិត្តប្រុសរួចទៅហើយមិត្តប្រុសនាងត្រូវបានគេទុកចោលនៅលើផ្លូវ highway ទាំងមេឃដែលកំពុងមានភ្លៀងធ្លាក់នេះមែនទេដែលគេហៅថាមិត្តបញ្ជូនអ្នកទៅផឹកស៊ីជាមួយនឹងមនុស្សប្រុសហើយសិតតែជាសត្វកញ្ចក់នេះឬគេហៅថាមិត្តប្រុសណានតើខ្ញុំមកមើលតើនាងចូលចិត្តគាត់កន្លែងណាទៅពេលនោះតួឯកស្រីរបស់យើងក៏បានស្រមៃអំពីរឿងអតីតកាលរបស់នាងពេលដែលនាងត្រូវបានមនុស្សបិទបៀនពេលនោះដែរនាងក៏បានរត់ចេញបុរសដែលបានជួបនាងនឹងជួយសង្គ្រោះនាងពេលនោះគឺជាជាយឺដែលជាសង្សាររបស់នាងហើយតែធ្វើឲ្យនាងលងស្រឡាញ់គេតាំងពីពេលនោះមកដល់ឥឡូវរឿងនេះតែងតែដកជាប់នៅក្នុងបេះដូងរបស់នាងហើយវាក៏ជាទំព័រថ្មីសម្រាប់នាងដែរគេក៏បានប្រាប់ថាកុំខ្លាចអីគេនឹងមើលថែនាងពេញមួយជីវិតរបស់គេណាពេលនោះដែរណានក៏បានឆ្លើយតបទៅកាន់ព្រះអង្គម្ចាស់ទី9របស់យើងលោកស៊ីវាគឺជារឿងតខ្លួនរបស់ខ្ញុំនោះទេវាគ្មានអ្វីពាក់ព័ន្ធជាមួយនឹងលោកឡើយគាត់តែបានលើសម្ដីរបស់ណានហើយធ្វើឲ្យប្រុសរបស់យើងខឹងខ្លាំងជាយឺមិនមែនជាបុរសល្អសម្រាប់នាងនោះទេបែកគ្នាជាមួយនឹងគាត់ហើយមិននៅជាមួយនឹងខ្ញុំលោកស៊ីលោកគឺជាមនុស្សដែលមានឋានៈថ្លៃថ្នូរខ្លាំងណាស់លោកត្រូវការមនុស្សស្រីបែបណាទៅព្រោះតែលោកចង់បានស្រីកំណាន់ម្នាក់តែប៉ុណ្ណោះស្រីកំណាន់ណាពេលនោះដែរតួឯកប្រុសរបស់យើងក៏បាននិយាយថារឿងស្រីកំណាន់នេះគឺមានតែនៅក្នុងប្រឡំលោកតែប៉ុណ្ណោះក៏ប៉ុន្តែខ្ញុំសប្បាយចិត្តខ្លាំងណាស់ពេលតែខ្ញុំបាននៅក្បែរនេះណានគ្រាន់តែបានលើពាក្យនេះហើយខឹងជាមួយនឹងតួឯកប្រុសរបស់យើងខ្លាំងណាស់មិនចេះអៀនខ្មាស់ទេអីតែពេលនោះដែរព្រះម្ចាស់ទី9នៃទីក្រុងប៉េកាំងរបស់យើងក៏បានគិតនៅក្នុងចិត្តតែម្នាក់ឯងមើលទៅវិធីសាស្ត្រនេះមិនអាចយកផ្កាតូចនេះមកនៅក្បែរខ្លួនបាននោះទេខ្ញុំគួរតែដូរវិធីសាស្ត្រណាដែលធ្វើឲ្យអារម្មណ៍រំភើបវិញល្អខ្ញុំដឹងហើយខ្ញុំនឹងធ្វើតាមកណាពេលនោះកញ្ញាសូចិនក៏បានដាក់ជាយឺឲ្យគេភ្ញាក់ឡើងដោយនាងបានទៅផ្ទះមុខជាយឺមួយដៃហើយនាងក៏បាននិយាយថាជាយឺតើលោកមិនចង់ចោះអាជីវកម្មរបស់លោកទេនៅដេកដល់ពេលណាទៀតលោកម្ចាស់ទី9ខ្ញុំលើថាគាត់មកញ៉ាំអាហារពេលល្ងាចនៅភោជនីយដ្ឋានក្បែរនេះក្រោបឡើងខ្ញុំនឹងនាំលោកទៅជួបនឹងគាត់ណាពេលនៅដែរអាប៉េជាយឺក៏បានក្រោបឡើងនឹងស្លៀកសម្លៀកបំពាក់យ៉ាងលឿនហ្វេន admin មើលយូរទៅដូចជាអាណិតអាប៉េនេះដែរគ្នាគ្មានដឹងរឿងអីនោះទេលោកនាយកសាលាហើយនឹងតួឯកស្រីរបស់យើងកំពុងផឹកស្រាជាមួយនឹងលោកម្ចាស់ទី9លោកនាយកសាលាក៏បានប្រាប់ទៅកាន់តួឯកស្រីរបស់យើងថាឲ្យជូនស្រាទៅកាន់តួឯកប្រុសរបស់យើងមួយកែវទៅខណៈពេលនោះដែរណានក៏បានយល់ព្រមតាមសម្ដីរបស់លោកនាយកសាលានាងក៏បានកាន់ស្រារបស់នាងមួយកែវបន្ទាប់មកនាងក៏បានដើរទៅក្បែរលោកម្ចាស់ទី9របស់យើង
ហើយនាងក៏បាននិយាយទៅកាន់លោកម្ចាស់ទី9ថាលោកស៊ីសូមអរគុណសម្រាប់ការជួយរបស់លោកគណៈពេលនោះឯរបស់តួឯកប្រុសយើងមកប៉ះជាមួយនឹងដៃរបស់ណានណាដែលធ្វើឲ្យណានណាភ័យខ្លាំងណាស់នាងក៏បានតាំងស្រាកំពុកលើខ្លួនរបស់តួឯកប្រុសយល់សាឡាគាត់បានឃើញបែបនេះគាត់ក៏បានស្ដីបន្ទោសទៅឲ្យណានណាឲ្យសុំទោសទៅកាន់លោកស៊ីជាបន្ទាន់ហើយតួឯកប្រុសរបស់យើងក៏បាននិយាយថាវាគ្រាន់តែជាអចេតនាប៉ុណ្ណោះមិនចាំបាច់សុំទោសគេនោះទេបន្ទាប់មកគេក៏បានសុំអ្នកទាំងអស់គ្នាទៅដូរសម្លៀកបំពាក់ពេលលោកនាយកសាឡាបានឃើញបែបនេះរួចហើយគាត់ក៏បាននិយាយទៅកាន់តួឯកស្រីរបស់យើងណានណាថាណានបើទោះបីជាលោកស៊ីមិនខឹងជាមួយនឹងឯងក៏ដោយឯងត្រូវតែសុំទោសគាត់ចេញពីចិនទៅឆាប់ទៅសុំទោសគាត់នៅបន្ទប់របស់គាត់ទៅវាគឺជាកំហុសរបស់ឯងហើយបានជាឯងមិនប្រយ័ត្នពេលតួឯកស្រីរបស់យើងបានលើកបែបនេះរួចហើយនាងមិនអាចតែជាមួយនឹងលោកនាយកសាឡានោះទេនាងក៏បានយកព្រមតាមសំណើរបស់លោកនាយកសាឡាគណៈពេលនោះសាច់រឿងរបស់យើងក៏បានឃើញថាជាយឺក៏បានដើរជាមួយនឹងតូចិនគណៈពេលនោះគេក៏បានឃើញថាស្ត្រីម្នាក់ដែលកំពុងដើរមុខគេនេះគឺដូចជាណានណាតូចិនក៏បាននិយាយបន្ថែមទៀតថាបន្ទប់របស់លោកម្ចាស់ទី9គឺនៅខាងមុខហើយគឺគាត់នៅក្នុងបន្ទប់របស់កូនការរបស់លោកម្ចាស់ទី9ក៏បានដើរសម្ដៅមកកាន់តួឯកស្រីរបស់យើងដោយប្រាប់ទៅកាន់នាងថាអាវនេះគឺជាអាវរបស់លោកម្ចាស់ទី9ឲ្យតួឯកស្រីរបស់យើងយកទៅឲ្យលោកម្ចាស់ទី9ផងតែពេលនោះពេលដែលតួឯកស្រីរបស់យើងបានទទួលអាវនេះហើយនាងមានអារម្មណ៍ស្ទាក់ស្ទើរខ្លាំងណាស់ពីព្រោះនាងមានអារម្មណ៍ថាដូចជាខ្លាចតួឯកប្រុសរបស់យើងយ៉ាងម៉េចមិនដឹងទេបើសិនជាមានរឿងអីនឹងខលហៅប៉ូលីសមកណានក៏បានដើរសម្ដៅទៅកាន់បន្ទប់របស់តួឯកប្រុសយើងដោយនាងបានគូទ្វារណាពេលនោះតួឯកប្រុសរបស់យើងក៏បានប្រាប់ឲ្យណានចូលមកខាងក្នុងមកពេលបានលើតួឯកប្រុសនិយាយអញ្ចឹងហើយតួឯកស្រីរបស់យើងក៏បានបើកទ្វារដើរចូលទៅខាងក្នុងតាំងពេលដែលតួឯកប្រុសរបស់យើងកំពុងតែដកអាវរបស់គេតែម្ដងតែធ្វើឲ្យណានអៀនយ៉ាងខ្លាំងណាមិនអៀនមិនហ្វេនបើសាច់ដុំឡើងប៉ុណ្ណាណៃសាច់ឡើងសទោះបីតែអេដមីនក៏អៀនដូចគ្នាដែរខណៈពេលនោះតួឯកប្រុសរបស់យើងក៏ដើរតែនិយាយជាមួយនឹងណានដែលគេបាននិយាយទៅកាន់ណានថាកញ្ញាសងណានខ្ញុំមកទីនេះដើម្បីសុំទោសលោកហើយវាគឺជាអាវថ្មីរបស់លោកម្ចាស់ទី9ក៏ដើរសម្ដៅមកកាន់ណានដើរនិយាយថានាងមកកាន់ទីកន្លែងនេះតែម្នាក់ឯងទេមិនខ្លាចតែខ្ញុំនឹងធ្វើផ្ដេសផ្ដាស់ទៅលើនាងទេអីខ្ញុំអូឬមួយក៏នាងគិតថាសង្សារដល់គំរូរបស់នាងវានឹងមកជួយនាងបន្ទាប់ពីនិយាយចឹងរួចហើយតួឯកប្រុសរបស់យើងក៏បានដើរសន្សំទៅក្បែរតួឯកស្រីរបស់យើងណានក៏បានស្រែកឲ្យលោកម្ចាស់ទី9ថាកុំចូលមកជិតខ្ញុំទៀតបើមិនអញ្ចឹងខ្ញុំខលហៅប៉ូលីសហើយតែលោកម្ចាស់ទី9យើងបានខ្វល់ជាមួយនឹងសម្ដីរបស់ណាននោះទេតើនាងកំពុងតែចង់ធ្វើស្អីទៅមើលតើនាងដូចជាកូនឆ្មាមួយអញ្ចឹងបីតែវាចាប់ចំណៃក៏វាមិនអាចធ្វើអ្វីឲ្យគ្រោះថ្នាក់ទៅដល់មនុស្សដែរតែលោកកំពុងតែនិយាយពីស្អីហ្នឹងខ្ញុំមិនយល់នោះទេណាពេលនោះសម្លេងរបស់ជាយឺក៏បានមកដល់ជាយឺក៏បានស្រែកខ្លាំងៗទៅកាន់លោកម្ចាស់ទី9របស់យើងនៅឯក្រៅបន្ទប់របស់គេលោកស៊ីខ្ញុំគឺជាយឺខ្ញុំបានឮថាលោកនៅស្នាក់នៅទីនេះក្នុងយប់នេះខ្ញុំមកទីនេះដើម្បីមកជួបជាមួយនឹងលោកជាពិសេសបានតែណានបានឮសម្លេងរបស់សង្សារនាងភ្លាមណានក៏បានរើបំរងនឹងស្រែកហៅសង្សាររបស់នាងតែហើយក៏ប៉ុន្តែត្រូវបានលោកម្ចាស់ទី9របស់យើងនឹងយកដៃបិទមាត់របស់នាងជួលោកគឺជានរណាទៅខ្ញុំមិនដឹងថាលោកគឺជានរណានោះទេអូខ្ញុំមកទីនេះជាមួយនឹងកញ្ញាសូជីនអូជីនណាតើលោកហើយនឹងសូជីនមានតំណែងអ្វីជាមួយនឹងគ្នាលោកស៊ីខ្ញុំគឺសូជីនគាត់គឺជាគូដណ្ដឹងរបស់ខ្ញុំគូដណ្ដឹងឯងអូត្រូវហើយលោកខ្ញុំពិតជាគូដណ្ដឹងរបស់កញ្ញាសូជីនមែនពេលនៅដែរយើងក៏បានឃើញថាណានក៏ឈប់រើបំរាស់ទៀតក្រោយពីបានលើសម្ដីរបស់មិត្តប្រុសរបស់នាងហើយនាងក៏បានគិតទៅក្នុងចិនជាយឺបងនិយាយថាបងនឹងធ្វើឲ្យខ្ញុំមានកិត្តិយសដោយសារតែការងាររបស់បងណានបងត្រូវទៅជួបអតិថិជនរបស់បងជាបន្ទាន់ណានបងត្រូវទៅក្បែរអតិថិជនរបស់បងមិនអាចចោលគាត់នោះទេនោះតែគាត់តែងតែហៅថាអតិថិជនរបស់គាត់ការពិតគឺជានាងពេលនៅដែរលោកម្ចាស់ទី9ក៏បានអោនទៅក្បែរតួឯកស្រីរបស់យើងខ្ញុំបានប្រាប់នាងតាំងពីមុនមកហើយគាត់មិនល្អគ្រប់គ្រាន់សម្រាប់នាងនោះទេឆាប់បែកជាមួយនឹងគាត់ហើយមិននៅជាមួយនឹងខ្ញុំអ្វីដែលគាត់អាចផ្ដល់ឲ្យនាងខ្ញុំក៏អាចផ្ដល់ឲ្យនាងដូចគ្នាហើយអ្វីដែលគាត់មិនអាចផ្ដល់ឲ្យនាងខ្ញុំគឺអាចផ្ដល់ឲ្យនាងស៊ីលោកគឺជាមនុស្សអាក្រក់លោកមិនអាចធ្វើល្អតាមអ្នកដទៃនោះទេខ្ញុំនឹងមិននៅជាមួយនឹងលោកឡើយប៉ុន្តែបានលើសម្ដីរបស់តួឯកស្រីយើងបែបនេះធ្វើឲ្យតួឯកប្រុសខឹងខ្លាំងណាស់គេក៏បាននិយាយថាណាននាងគឺជាអ្នកបង្ខំខ្ញុំនោះទេបន្ទាប់មកតួឯកប្រុសរបស់យើងក៏បានចាប់ថាប់តួឯកស្រីដោយក្តីស្រឡាញ់របស់គេចំណែកឯណានព្យាយាមរើបំរើខ្លាំងណាស់កំពុងតែខូចចិត្តជាមួយនឹងសង្សារហើយមកត្រូវមនុស្សប្រុសផ្សេងទៀតបំពេញទៅលើនាងទៀតផងហ្វេនអេដវិនមើលត្រង់កន្លែងនឹងអាណិតតួឯកស្រីខ្លាំងមែនតើបែកជាយឺនេះក៏បានលើសម្ដីរបស់ណានម្លេងនេះដូចជាណានខ្លាំងណាស់ហើយតែទ្រាំមិនបានអាប៉ែនោះក៏បានសម្រេចចិនបើកទ្វារចូលទៅខាងក្នុងតែម្ដងតែពេលនោះសាច់រឿងរបស់យើងក៏បានឃើញថាពេលតែអាប៉ែជាយឺនោះបើកទ្វារចូលមកដល់តួឯកប្រុសរបស់យើងក៏បានអោបតួឯកស្រីលោកម្ចាស់ទី9តើនេះគឺជាមិត្តស្រីរបស់លោកមែនទេមានអ្វីនាងគឺជាមិត្តស្រីរបស់ខ្ញុំអាចនិយាយជាមួយនឹងមនុស្សស្រីម្នាក់នេះពី3នាទីបានទេអាប៉ែកញ្ញាសូជីនបានលើបែបនេះគាត់ក៏បានតែកំភ្លៀងអាប៉ែនោះមួយដៃតែបន្ទាប់មកគាត់ក៏បាននិយាយថាអាប៉ែនោះពិតជាហ៊ានខ្លាំងណាស់ហ៊ានសម្លឹងមើលទោះស្រីរបស់លោកម្ចាស់ទី9ផងសូជីនក៏បានចាប់ដៃអាប៉ែនោះដើរចេញបន្ទាប់មកនាងក៏បាននិយាយខ្លាំងទៅខាងអាប៉ែជាយឺនោះចាញ់បើសិនជាអាប៉ែជាយឺនោះនៅតែធ្វើបែបកញ្ញាសូជីនខ្ញុំមិនចង់ប្រមាថទៅដល់លោកម្ចាស់ទី9នោះទេមិនឯងនោះទេខ្ញុំនឹងរកដំណោះស្រាយឲ្យលោកបើសិនជាលោកធ្វើឲ្យខ្ញុំសប្បាយចិត្តនៅក្នុងយប់នេះបាទខ្ញុំយល់ហើយណាពេលនៅដែរលោកម្ចាស់ទី9ក៏បានយកដៃរបស់គេមកជូតទឹកភ្នែកឲ្យណានបន្ទាប់មកគេក៏បាននិយាយទៅកាន់ណានថានាងត្រូវតែស្ដាប់ខ្ញុំឲ្យសម្លឹងមើលមិត្តប្រុសរបស់នាងឲ្យច្បាស់មានរឿងជាច្រើនទៀតដែលគេកំពុងតែលាក់បាំងជាមួយនឹងនាងហើយខ្ញុំតន្ទឹងរង់ចាំឲ្យនាងខ្លាចទៅជាស្រីកំណាំរបស់ខ្ញុំហ្វេនចង់មើលភាពបន្តខមមិនម្នាក់មួយមក
គណៈពេលនេះដែរជាយឺក៏បានមកដល់បន្ទប់របស់គេបន្ទាប់មកគេក៏បាននិយាយថាស្ត្រីវ័យចំណាស់នេះពិតជាលេងដៃធ្ងន់ខ្លាំងណាស់ខ្លួនប្រាណរបស់គេគឺពោពេញទៅដោយស្នាមគណៈពេលនោះដែរជាយឺក៏បានឃើញថាទូរស័ព្ទដៃរបស់គេត្រូវបានលូតសារចូលមកហើយសារនេះគឺជាសាររបស់តួឯកស្រីរបស់យើងដែលបានផ្ញើមកកាន់គេតាំងពីពេលល្ងាចឯណោះឥឡូវនេះសាច់រឿងរបស់យើងក៏បានឃើញថាព្រឹកថ្មីក៏បានចូលមកដល់គណៈពេលនេះដែរតួឯកស្រីរបស់យើងណានកំពុងតែដើរជាមួយនឹងមិត្តភ័ក្តិរបស់នាងហើយពីបានឃើញអាប៉ែមិត្តប្រុសរបស់តួឯកស្រីរួចហើយសាវសុងក៏បានប្រាប់ទៅកាន់ណានថាពេលនេះគឺនាងទៅមុនហើយដើម្បីទូឱកាសឲ្យតួឯកស្រីរបស់យើងនិយាយជាមួយនឹងមិត្តប្រុសរបស់គេយឺក៏ដើរសម្ដៅមកកាន់តួឯកស្រីរបស់យើងដែលគេបាននិយាយថាមិនមែនការពីយប់មិញហ្នឹងគេមិនបានខ្វល់ជាមួយនឹងសាររបស់តួឯកស្រីនោះទេក៏ប៉ុន្តែគ្រាន់តែគេជួបជាមួយនឹងអតិថិជនហើយទូរស័ព្ទដៃរបស់គេគឺតែងតែនៅក្នុងកាបូបណានក៏បានសួរទៅកាន់អាប៉ែនឹងថាតើការពីយប់មិញណាតើបងបានលាក់អ្វីជាមួយនឹងខ្ញុំអាប៉ែនោះក៏បានប្រាប់ថាការពីយប់មិញគឺអត់មានរឿងអីនោះទេណានក៏បានសួរបញ្ជាក់ទៀតថាតើស្ត្រីម្នាក់ដែលឈ្មោះថាសូជីននោះគឺជាអ្នកណាជាយឺក៏បានប្រាប់ទៅកាន់ណានថាតើមាននរណាម្នាក់អញនិយាយអ្វីមិនល្អពីរឿងរបស់គេប្រាប់ទៅកាន់ណានមិនមែនកុំជឿគេឲ្យសោះស្ត្រីម្នាក់នោះគ្រាន់តែជាអតិថិជនរបស់គេតែប៉ុណ្ណោះបានញ៉ាំបាយជាមួយនឹងគ្នាតែ2-3ដងនោះទេណានក៏បាននិយាយបន្ថែមទៀតថាអតិថិជនម្នាក់នោះគឺជាគូដណ្ដឹងរបស់បងមែនទេយឺក៏បានសួរថាហេតុអីបានជាអូនដឹងអំពីរឿងនេះណានក៏បាននិយាយថាពេលនេះពួកយើងបែកគ្នាទៅតែធ្វើឲ្យអាប៉ែនោះខឹងខ្លាំងណាស់គេក៏បានដឹងថាមនុស្សស្រីដែលនៅជាមួយនឹងលោកម្ចាស់ទី9កាលពីយប់មិញគឺជាណានរបស់យើងពេលនោះក៏បានចាប់ដៃតួឯកស្រីរបស់យើងជាប់ហើយគេក៏បាននិយាយថាហេតុអីបានជាអូនទៅតាក់ទងលោកម្ចាស់ស៊ីទៅវិញឬមួយក៏អូនគិតថាគាត់គឺជាមនុស្សប្រុសដែលមានលុយច្រើនជាងបងពេលណានលឺអញ្ចឹងណានក៏និយាយថាកំណត់របស់លោកគឺស្មោករកខ្លាំងណាស់តែនោះក៏បាននិយាយថាអូនក៏ជាមនុស្សស្មោករកដែរមិនមែនតែបងនោះទេបានធ្វើឲ្យបងខ្លាចទៅជាអាក្របីត្រូវស្រីរបស់ខ្លួនឯងស្រឡាញ់ក្បន់តែអាប៉ែនោះក៏បានចាប់តួឯកស្រីរបស់យើងយ៉ាងខ្លាំងតែធ្វើឲ្យណានឈឺចាប់ជាមួយនឹងកញ្ញាដៃរបស់គេណានក៏បានប្រាប់ថាឲ្យលែងខ្ញុំភ្លាមទៅដោយការរបស់លោកម្ចាស់ទី9ក៏បានប្រាប់ទៅកាន់លោកម្ចាស់ទី9ថានៅខាងមុខឡានរបស់គាត់គឺជាតួឯកស្រីរបស់យើងសងណែណានតែអាប៉ែជាយឺនោះក៏បានឆ្លុះប្រកែកជាមួយនឹងតួឯកស្រីយើងយ៉ាងខ្លាំងដោយទ្រាំមិនបានគេក៏បានជាដៃបំរុងនឹងវាយទៅកាន់តួឯកស្រីរបស់យើងទៀតកាលណាពេលនោះដែរសាច់រឿងរបស់យើងក៏បានឃើញថាជំនួយការរបស់តួឯកប្រុសក៏បានបើកឡានសម្ដៅមករកបុកគេក៏ប៉ុន្តែអាប៉ែនោះបែរជាចាប់តួឯកស្រីរបស់យើងឲ្យពាំងឡាននេះទៅវិញពេលវេលាមួយប្រពេចភ្នែកក៏បានបញ្ចប់សាច់រឿងរបស់យើងក៏បានឃើញថារបស់លោកម្ចាស់ទី9ក៏បានបុកឡានរបស់ជាយឺគ្រាន់តែបានឃើញហេតុការណ៍នេះភ្លាមគេក៏បានស្រែកខ្លាំងៗថាហ៊ានធ្វើបាបគេហើយមកបុកឡានគេឲ្យខ្ទេចទៀតផងពេលនោះលោកម្ចាស់ទី9ក៏បានចុះពីលើឡានបន្ទាប់មកគេក៏បានដើរទៅកាន់ជាយឺមួយដៃចំកណ្ដាលមាត់របស់គេតែម្ដងហើយមិនត្រឹមតែប៉ុណ្្នឹងទេគឺមានកូនចៅរបស់លោកម្ចាស់ទី9ចុះមកច្រើនខាងណាពេលអាប៉ែនោះមិនហ៊ានជេរស្ដីទៅកាន់លោកម្ចាស់ទី9គេក៏បានជេរទៅកាន់តួឯកស្រីរបស់យើងណានដោយនិយាយទៅកាន់ណានថាយើងគឺជាមនុស្សស្រីម្នាក់ដែលកុកហ្វក់លួចតាក់ទងជាមួយនឹងលោកម្ចាស់ទី9អស់រយៈពេលជាយូរមកហើយខ្លាចទៅជាហង្សលួចក្បត់គេពីក្រោយខ្នងហើយលោកម្ចាស់ទី9គ្រាន់តែបានលើកបែបនេះក៏បញ្ជាឲ្យកូនចៅរបស់គេចាប់អាប៉ែនោះយកចាក់ចេញពីទីកន្លែងនោះហើយនោះក៏បានប្រាប់ទៅកាន់លោកម្ចាស់ទី9ថាណានគឺជាក្មេងស្រីម្នាក់ដែលកុកហ្វក់ខាងណាចាស់ទី9ក៏បាននិយាយបន្ថែមទៀតថាហេតុអីបានជាលោកនិយាយបែបនេះទៅវិញទូប្រុសរបស់យើងក៏បានសួរទៅកាន់ណានថាតើអាប៉ែមួយនេះគឺជាសង្សាររបស់ណានមែនទេចំណែកណានក៏បានកវីក្បាលថាអាប៉ែនេះមិនមែនជាសង្សាររបស់នាងតទៅទៀតឡើយប៉ុន្តែលោកម្ចាស់ទី9លើបែបនេះក៏ឲ្យកូនចៅរបស់គេនាំអាប៉ែនោះចេញអាប៉ែនោះក៏បាននិយាយទៅកាន់លោកម្ចាស់ទី9ថាលោកម្ចាស់ទី9សងណានមិនមែនជាមនុស្សស្រីស្រោតបូតនឹងសុភាពរៀបសារអីនោះទេលោកដឹងឬក៏អត់កាលពី7ឆ្នាំមុនសងណានគឺត្រូវបានឪពុកចុងរបស់នាងបំពេញរាងកាយទៀតផងពីទូឯប្រុសរបស់យើងបានលើសម្ដីដល់ថោកទាបចេញពីអាប៉ែនឹងរួចហើយគេក៏បញ្ជាកូនចៅឲ្យនាំអាប៉ែនោះទៅឲ្យឆ្ងាយទៅតែពេលដែលតួឯកស្រីរបស់យើងបានលើសម្ដីនេះចេញពីមិត្តប្រុសរបស់នាងស្មារតីរបស់នាងហាក់ដូចជាមិនសូវស្រួលនោះទេណានក៏បានដួលសន្លប់ខណៈពេលនោះតួឯកប្រុសរបស់យើងក៏បានបញ្ជាកូនចៅរបស់គេបើកឡានឲ្យលឿនដើម្បីនាំតួឯកស្រីរបស់យើងទៅកាន់មន្ទីរពេទ្យក៏ប៉ុន្តែតាមផ្លូវបែរជាតួឯកស្រីរបស់យើងបានដឹងខ្លួនហើយណានក៏បានសម្លឹងមើលមុខរបស់ព្រះម្ចាស់ទី9នាងក៏បានប្រាប់ឲ្យតួឯកប្រុសរបស់យើងឈប់ឡានជាបន្ទាន់ម្ចាស់ទី9ក៏បាននិយាយទៅកាន់ណានថាត្រូវទៅនាំណានទៅកាន់មន្ទីរពេទ្យក៏ប៉ុន្តែណានអត់បានស្ដាប់នោះទេក្រោយពេលដែលកង់ឡានបានឈប់ឡានរួចហើយលោកម្ចាស់ទី9ក៏បាននិយាយទៅកាន់ណានថាបែកឈ្មោះសៅជាយឺនោះគឺជាមនុស្សដែលមិនល្អនោះទេណានត្រូវតែបែកពីអាប៉ែនោះជាបន្ទាន់ហើយណានបានលើកបែបនេះរួចហើយនាងក៏បាននិយាយថាបើសិនជាគាត់ជាមនុស្សមិនល្អតើលោកគឺជាមនុស្សល្អមែនទេមនុស្សប្រុសគឺដូចគ្នាទាំងអស់ពួកគេគឺជាប្រភេទមនុស្សតែមួយបន្ទាប់មកតួឯកស្រីរបស់យើងក៏បានចុះពីលើឡានទៅចំណែកតួឯកប្រុសរបស់យើងគេក៏បានគិតនៅក្នុងចិត្តថាភាពអត់ធ្មត់របស់ខ្ញុំចិត្តដល់ដែងកំណត់ហើយតែខ្ញុំអាចទ្រាំជាមួយនឹងទង្វើបែបនេះបានយូរប៉ុណ្ណាទៅតែពេលនោះដែរជំនួយការរបស់តួឯកប្រុសក៏បានប្រាប់ទៅកាន់តួឯកប្រុសថាលោកម្ចាស់ទី9លោកបានសុំឲ្យខ្ញុំស៊ើបអំពីប្រវត្តិរបស់កញ្ញាសងណាននេះគឺជាឯកសាររបស់គាត់កាលពី7ឆ្នាំមុនកញ្ញាសងណានត្រូវបានឪពុកចុងរបស់នាងនឹងធ្វើបាបទៅលើរាងកាយរបស់នាងទៅហើយនៅពេលដែលម្ដាយរបស់នាងបានដឹងបែបនេះគាត់ក៏បានយកកំបិតសម្លាប់ប្តីរបស់គាត់ពេលនោះដែរតុលាការក៏បានដាក់ទោសគាត់ឲ្យជាប់គុកពេញមួយជីវិតរបស់គាត់វាគឺជាមូលហេតុដែលធ្វើឲ្យរឿងនេះដកជាប់នៅក្នុងបេះដូងរបស់កញ្ញាណានប៉ុន្តែលោកម្ចាស់ទី9របស់យើងបានដឹងរឿងនេះរួចហើយគេក៏បានគិតនៅក្នុងចិនខ្ញុំត្រូវតែព្យាយាមឲ្យខ្លាំងជាងនេះបន្តិចទៀតឯងបានប្រាប់ខ្ញុំថាណាននៅសល់លោកពូម្នាក់ត្រូវឲ្យលោកម្ចាស់លោកពូរបស់កញ្ញាណានកំពុងតែត្រូវការអ្នកវិនិយោគមែនទេប្រាប់គ្នារបស់យើងទៅយើងត្រូវការវិនិយោគទៅកាន់ទីកន្លែងរបស់គាត់ឥឡូវនេះសាច់រឿងរបស់យើងក៏បានឃើញថាតួឯកស្រីរបស់យើងក៏បានមកជួបជាមួយនឹងលោកពូរបស់នាងណានពូគឺនៅទីនេះណាន
កាលណាពេលនោះដែរលោកពូរបស់តួឯស្រីយើងគាត់ក៏បាននិយាយជាមួយនឹងតួឯស្រីរបស់យើងថាណានហេតុអីបាត់ជាមួយទៅឯងស្គមខ្លាំងម្ល៉េះតែមិនសូវញ៉ាំអាហារទេមែនទេឬមួយក៏ឯងហើយនឹងជាយឺឆ្លោះគ្នាទៀតហើយអត់ទេលោកពូដោយសារតែមួយរយៈនេះបញ្ហានៃការសិក្សាទៅធ្វើឲ្យខ្ញុំញ៉ាំបាយមិនសូវបានហេតុអីបានជាលោកពូមកកាន់ទីក្រុងប៉េកាំងអញ្ចឹងរឿងនេះគឺវាបែបនេះមួយរយៈមុនពូបានរកឃើញកន្លែងជីករ៉ៃមួយដ៏ធំមានអ្នកក្រុមហ៊ុនជាច្រើននិងមនុស្សដែលមានលុយជាច្រើនចង់វិនិយោគជាមួយនឹងលោកពូក៏ប៉ុន្តែមិនដឹងយ៉ាងម៉េចទេពូបាយជាតេតឹងទៅកាន់ពួកគេមិនបានទីបំផុតឥឡូវនេះនៅសល់តែគ្រួសារស៊ីមួយតែប៉ុណ្ណោះពូចង់មកកាន់ទីនេះដើម្បីពិភាក្សាជាមួយនឹងលោកស៊ីតែបានជាលោកស៊ីទៀតហើយលោកពូពួកយើងឈប់និយាយអំពីរឿងនេះទៀតទៅពួកយើងគួរឲ្យចាស់ចេញពីទីកន្លែងនេះពីព្រោះថាអាហារនៅទីនេះគឺថ្លៃខ្លាំងណាស់កុំបារម្ភអីក្មួយស្រីពួកយើងគួរតែរកកន្លែងណាញ៉ាំអាហារឲ្យឆ្ងាញ់ម្ដងគួរតែនាំក្មួយស្រីជាទីស្រឡាញ់របស់ពូទៅញ៉ាំអាហារឆ្ងាញ់កាលណាពេលនោះសាច់រឿងរបស់យើងក៏បានឃើញថាលោកពូនឹងក៏បាននិយាយជាមួយនឹងតួឯស្រីរបស់យើងដែលគាត់បានប្រាប់ថាគ្រួសារស៊ីវិនិយោគមកកាន់គាត់ប្រកាសជាមានលុយយ៉ាងច្រើនតាមណានក៏បានប្រាប់ទៅកាន់លោកពូថាតាំងពីពេលដែលរបស់នាងបានចូលទៅក្នុងគុកទៅលោកពូគឺជាអ្នកមើលថែនាងរយៈពេលជាច្រើនឆ្នាំមុននេះនាងពិតជាអរគុណទៅកាន់លោកពូខ្លាំងណាស់ហើយណានក៏បាននិយាយទៀតថាតាំងពីប្រពន្ធរបស់លោកពូស្លាប់កូនស្រីរបស់លោកពូក៏មានជំងឺតែពេលនេះកូនស្រីរបស់លោកពូយ៉ាងម៉េចហើយលោកពូក៏បានប្រាប់ទៅកាន់ណានថាគាត់នឹងធ្វើជាពូម្នាក់ដែលល្អហើយកូនស្រីរបស់គាត់នឹងចាក់ចេញពីមន្ទីរពេទ្យក្នុងពេលឆាប់ពីព្រោះថានាងមានជំងឺបេះដូងប៉ុន្តែថាគ្រួសាររបស់ពួកគាត់ពិបាកមកជាច្រើនឆ្នាំក៏ប៉ុន្តែបន្តិចទៀតគ្រួសាររបស់គាត់នឹងជួបជាមួយនឹងសុភមង្គលនៅពេលដែលលោកស៊ីយល់ព្រមចុះហត្ថលេខាទៅលើគម្រោងរាយនេះហើយពួកគេនឹងមានលុយយ៉ាងច្រើនណាស់ពេលនោះដែរពូក្មួយទាំងពីរនាក់ក៏បានញ៉ាំអាហារជាមួយនឹងគ្នាឥឡូវសាច់រឿងរបស់យើងក៏បានឃើញថាការញ៉ាំអាហារក៏ត្រូវបានបញ្ចប់ពេលនោះដែរលោកពូក៏បាននិយាយទៅកាន់ក្មួយស្រីថាគាត់នឹងជូនក្មួយស្រីរបស់គាត់ទៅកាន់សាលារៀនវិញហើយពួកគេទាំងអស់គ្នានឹងចាក់ចេញពីហាងនោះស្រាប់តែពេលនោះសាច់រឿងរបស់យើងក៏បានឃើញថាជំនួយការរបស់តួឯកប្រុសក៏បានចូលមកដល់ដោយនិយាយទៅកាន់តួឯកស្រីរបស់យើងនិងលោកពូរបស់នាងថាអាហារមួយពេលនេះគឺជាលោកស៊ីជាអ្នកចាញ់ជំនួយការរបស់តួឯកប្រុសក៏បាននិយាយបន្ថែមទៀតថាគឺចង់អញ្ជើញលោកពូរបស់តួឯកស្រីយើងនឹងទៅនិយាយអំពីសហប្រតិបត្តិការតាក់ទងជាមួយនឹងរ៉ែហើយជំនួយការរបស់តួឯកប្រុសក៏បាននិយាយបន្ថែមទៀតថាមិនថាបាឬមួយក៏ពុតជាអ្នកថានោះទេគឺសិតតែជាឈ្មោះរបស់លោកស៊ីទាំងអស់គឺជាម្ចាស់ជំនួយការរបស់តួឯកប្រុសក៏បានអញ្ជើញលោកពូរបស់តួឯកស្រីដើម្បីទៅបន្ទប់ VIP ក្នុងការពិភាក្សាអំពីរឿងសហប្រតិបត្តិការនេះជំនួយការរបស់តួឯកប្រុសក៏បានដើរមកនិយាយជាមួយនឹងតួឯកស្រីរបស់យើងថាឲ្យតួឯកស្រីនឹងចាំនៅខាងក្រៅបន្ទប់សិនទៅពីព្រោះថាតួឯកប្រុសរបស់យើងកំពុងតែពិភាក្សាអំពីសហប្រតិបត្តិការជាមួយនឹងលោកពូរបស់នាងទៅពេលដែលជំនួយការដើរចេញទៅបានសាច់គ្រឿងរបស់យើងក៏បានឃើញថាលោកម្ចាស់ទី9ក៏បានដើរចូលមកដល់ទូប្រុសរបស់យើងក៏បាននិយាយទៅកាន់តួឯកស្រីថាបានជួបគ្នាយូរហើយកញ្ញាសងអានស៊ីជីហើយតែបានជាលោកនៅទីនេះទៅវិញតើអ្នកណាជាអ្នកពិភាក្សាជាមួយនឹងលោកពូរបស់ខ្ញុំការពិភាក្សានេះគ្មានអ្វីគួរឲ្យចាប់អារម្មណ៍ទៀតនោះទេតែនាងនិយាយជាមួយខ្ញុំតែមួយម៉ាត់ខ្ញុំនឹងចុះហត្ថលេខាដើម្បីពិភាក្សាភ្លាមតើលោកកំពុងតែចង់ធ្វើស្អីទៅទោះជាខ្ញុំបាយជាមួយនឹងជាយឺក៏ដោយក៏ខ្ញុំមិនរស់នៅជាមួយនឹងលោកដែរលោកមិនមែនជាមនុស្សល្អនោះទេបើសិនជាខ្ញុំមិនចុះហត្ថលេខានៅលើឯកសារនោះទេពូរបស់នាងគឺមិនអាចរស់រកលះហើយបានឡើយគ្រួសាររបស់គាត់នឹងចម្ពាក់បំណុលគេយ៉ាងច្រើនឬមួយក៏លោកគិតថានៅក្នុងពិភពលោកនេះមានតែលោកតែម្នាក់ទេដែលជាអ្នកមាននោះមិនខ្វះនោះទេដែលមានអ្នកមានលុយជាច្រើនសងអាននាងកំពុងតែសារលបងការអត់ធ្មត់របស់ខ្ញុំមែនទេតែពេលនោះលោកពូរបស់តួឯកស្រីគាត់ក៏បានដើរចេញមកលោកស៊ីតើលោកនៅទីនេះទេឯងខ្ញុំខំអង្គុយចាំលោកនៅខាងក្នុងអស់រយៈពេលជាយូរពូយើងគួរតែចាស់ចេញពីទីកន្លែងនោះទៅអានតែពេលបានឃើញក្មួយស្រីដើរចេញបែបនេះរួចហើយលោកពូរបស់តួឯកស្រីនឹងក៏បានដើរតាមក្មួយស្រីរបស់គាត់កាលណាពេលនោះជំនួយការរបស់តួឯកប្រុសក៏បានដើរមកដល់ហើយនិយាយទៅកាន់តួឯកប្រុសថាលោកម្ចាស់ទី9មើលទៅកញ្ញាអានមិនយល់ព្រមតាមសំណើរបស់លោកនោះទេផ្លូវអាជីវកម្មរបស់គ្រួសារសងទាំងអស់ទៅបានលោកម្ចាស់ទី9នាងធ្វើជាមើលមិនឃើញខ្ញុំនាងបានបដិសេធខ្ញុំនឹងមិនអត់ទោសឲ្យនាងឡើយពូរបស់អានក៏បានដើរជាមួយនឹងក្មួយស្រីរបស់គាត់ហើយគាត់ក៏បានសួរទៅកាន់ក្មួយស្រីរបស់គាត់ថាអានឯងប្រាប់មកកាន់លោកពូទៅមើលតើលោកស៊ីហើយនឹងឯងមានតំណែងតំណងអ្វីជាមួយនឹងគ្នាទៅអានពូមិនចង់ឲ្យការរស់ស៊ីរបស់ពូជាចំណងចង់ឯងនោះទេលោកពូខ្ញុំសុំទោសផងមួយស្រីឈួនពូដឹងហើយលោកស៊ីគឺជាមេនៃគ្រួសារស៊ីជីគេបានបណ្ដេញឪពុករបស់គេចេញពីគ្រួសារហើយក៏បានឲ្យប្អូនប្រុសរបស់គេទៅនៅឯអាមេរិកដែរពូគិតថាមនុស្សបែបនេះមិនមែនជាមនុស្សល្អនោះទេគួរតែនៅឲ្យឆ្ងាយពីគាត់ទៅសុំទោសផងដែលពូបង្កបញ្ហាដល់ក្មួយស្រីរបស់ពូទៀតហើយកុំគិតអំពីរឿងនេះអីណាពេលនោះដែរតួឯកស្រីរបស់យើងនឹងក៏បានសុំទោសទៅកាន់លោកពូរបស់នាងក៏ប៉ុន្តែលោកពូរបស់នាងសុខចិត្តពិបាកក៏មិនចង់ឲ្យក្មួយស្រីពិបាកដែរដល់ពេលតួឯកស្រីបានលើលោកពូនិយាយបែបនេះរួចហើយនាងពិតជាមានការអាណិតទៅកាន់លោកពូរបស់នាងខ្លាំងណាស់បន្ទាប់មកពូក្មួយក៏នាំគ្នានិយាយគ្នាបណ្ដាហ្វិនទាំងអស់គ្នាឥឡូវនេះយើងមកមើលសាច់រឿងរបស់យើងនៅក្នុងឈុតបន្ទាប់ទៀតកាលណាពេលនេះយើងក៏បានឃើញថាជាយឺក៏បានផឹកស្រាជាមួយនឹងមិត្តភ័ក្តិរបស់គេនៅក្នុងក្លឹបមួយកន្លែងកាលណាពេលនោះមិត្តភ័ក្តិរបស់ជាយឺក៏បានសួរទៅកាន់ជាយឺថាមើលទៅពេលនេះជាយឺហាក់ដូចជាមានលុយចាស់ច្រើនខ្លាំងណាស់ពាក់សិតតែនេះលកាដែលមានតម្លៃថ្លៃតើជាយឺបានលុយនេះមកពីណាទៅកាលណាពេលនោះដែរជាយឺក៏បានប្រាប់ទៅកាន់មិត្តភ័ក្តិរបស់គេថាដោយសារតែមុខចំនួនរបស់គេរបស់ជាយឺក៏បាននិយាយបន្ថែមទៀតថាតើមិត្តស្រីរបស់ឯងមានឈ្មោះណានោះពិតជាល្ងងខ្លាំងណាស់ដែលបបងឯងចាជាយឺក៏បានប្រាប់ទៅកាន់មិត្តភ័ក្តិថាឈប់និយាយអំពីរឿងនេះតទៅទៀតទៅគេមិនសប្បាយចិត្តនោះទេដឹងថាលុយដែលគេរកបានគឺជាកម្លាំងញើសឈាមរបស់គេទៅបានហើយណាពេលនោះសាច់រឿងរបស់យើងក៏បានឃើញថាតួឯកស្រីរបស់យើងនាងក៏បានចូលមកខាងក្នុងនៃក្លឹបនេះដោយសារតែនាងគឺជាអ្នកបម្រើនៅក្នុងក្លឹប
តួឯស្រីរបស់យើងក៏បានយកស្រាមកជាច្រើនដងទោះស្ដីនេះគឺជាខាងកំបងស្រារបស់លោកជាយឺតែនេះមិនមែនជាអតីតមិត្តស្រីរបស់ឯងទេស្រីស្អាតដែលនៅសាកលវិទ្យាល័យដែលមានឈ្មោះថាសងណាណាហើយបានជាមកធ្វើអ្នកបម្រើនៅក្នុងក្លឹបនេះទៅវិញតែពេលនៅដែរណាណាក៏បានដាក់ស្រាចុះនៅលើតុបន្ទាប់មកនាងក៏បាននិយាយថានាងនឹងចាស់ចេញត្រឡប់ទៅវិញហើយក៏ប៉ុន្តែមិត្តភក្តិរបស់ជាយឺមិនព្រមនោះទេពួកគេបាននិយាយថាត្រូវតែផឹកស្រាជាមួយនឹងគេបើសិនជាណាណាមិនផឹកទេគេនឹងប្រាប់ទៅកាន់អ្នកគ្រប់គ្រងហាងណាណានឹងជាមនុស្សស្រីម្នាក់ដែលបម្រើសេវាកម្មមិនល្អមិនចេះទទួលភ្ញៀវហើយក៏នាំឲ្យតួឯស្រីរបស់យើងបាត់បង់ការងារផងដែរចំណែកជាយឺវិញគេក៏នឹងអង្គុយស្ងៀមកាលណាពេលនោះគេក៏បានងើបឈរឡើងបាននិយាយទៅកាន់តួឯស្រីរបស់យើងថាមើលទៅលោកស៊ីពិតជាឆាប់ធន់ជាមួយនឹងនាងខ្លាំងណាស់ហេតុអីបានជាឲ្យមិត្តស្រីរបស់ខ្លួនឯងមករត់តុបែបនេះនៅពេលដែលនាងបោះបង់ខ្ញុំតែនាងធ្លាប់គិតថាស្ដាយក្រោយទេនាងគួរតែគិតមើលមិនគួរណាលួចមន់បែរជាបោះចោលអង្គសោះនាងប្រហែលជាមិនធ្លាប់នឹកស្មាននោះទេថាខ្ញុំអាចមានថ្ងៃនេះខ្លាចទៅជាអ្នកដែលមានលុយបែបនេះខ្ញុំដឹងថានាងប្រកាសជាស្ដាយក្រោយខណៈពេលនោះសាច់រឿងរបស់យើងក៏បានឃើញថាជំនួយការក៏បានប្រាប់ទៅកាន់តួឯកប្រុសលោកម្ចាស់ទី9ដែលនាងសងបានទៅធ្វើការនៅក្នុងបារមួយកន្លែងក្នុងយប់នេះហើយនាងទៅតែចេញពីកន្លែងលក់អាហារហេតុអីបានជាទៅធ្វើការបន្តទៀតអាសងបានធ្វើបែបនេះអស់រយៈពេលជាច្រើនខែមកហើយដើម្បីរលួយវាកាច់ប្អូនប្រុសរបស់នាងធ្វើការដែលគ្មានពេលសម្រាប់នោះទេដោយសារតែគាត់មិនចង់ឲ្យពួកយើងជួយដល់គាត់វាគឺជារឿងធម្មតានោះទេចរិតតគូអីស្រឡាញ់របស់នាងតែក៏ខ្លាចទៅជាមុនស្នេហ៍សម្រាប់នាងដែរណាពេលនោះសាក៏បានលោតមកកាន់ទូរស័ព្ទដៃរបស់ជំនួយការលោកស៊ីពេលនេះកញ្ញាសងមានបញ្ហានៅឯបាហើយណាពេលនេះសាច់រឿងរបស់យើងក៏បានឃើញថាអាប៉ែដែលត្រូវជាសង្សាររបស់តួឯស្រីនឹងក៏បាននិយាយខ្លាំងៗទៅកាន់តួឯស្រីរបស់យើងគេក៏បានប្រាប់ឲ្យតួឯស្រីរបស់យើងសុំអង្វរគេទៅគេប្រកាសជាលើកលែងទោសឲ្យតួឯស្រីរបស់យើងជាមិនខានដោយសារតែណាមខ្លាំងជាមួយនឹងសម្ដីរបស់គេខ្លាំងពេកតួឯស្រីរបស់យើងក៏បាននិយាយទៅកាន់គេថាលោកគួរតែរកវិធីយល់ចិត្តប្រពន្ធថ្មីរបស់លោកទៅកុំឲ្យប្រពន្ធរបស់លោកខឹងនឹងលោកឲ្យសោះណាមក៏បានប្រាប់ទៅកាន់អាប៉ែនោះថាឥឡូវនេះនាងត្រូវតែធ្វើការបន្តទៀតបន្ទាប់មកតួឯស្រីរបស់យើងបំរុងនឹងដើរចេញពីទីកន្លែងនោះទៅហើយក៏ប៉ុន្តែត្រូវបានមិត្តភក្តិរបស់អាប៉ែនោះហៅនាងឲ្យឈប់ដោយនិយាយថាឲ្យតួឯស្រីរបស់យើងញ៉ាំស្រាជាមួយនឹងពួកគេសិនបើសិនជាមិនអញ្ចឹងទេគេនឹងប្រាប់ទៅកាន់មេនេジ័រដែលគ្រប់គ្រងនៅទីកន្លែងនោះជាមិនខានតែពេលនោះណាមក៏បាននិយាយថាបើសិនជាខ្ញុំផឹកស្រានេះរួចហើយលោកនឹងឲ្យខ្ញុំចាស់ចេញពីទីកន្លែងនេះមែនទេចំណែកអាប៉ែនោះក្រោយពីបានលើសម្ដីតួឯស្រីយើងបែបនេះគេក៏បានដាក់ថ្នាំនៅក្នុងស្រាតែគេបានគិតនៅក្នុងចិត្តថាយប់នេះណានាងត្រូវតែខ្លាចជារបស់ខ្ញុំនេះគឺជាអ្វីដែលនាងចម្ពាក់ខ្ញុំនោះទេប៉ែនោះក៏បានកាន់10ស្រាមួយដោយប្រាប់ទៅកាន់តួឯស្រីរបស់យើងថាបន្ទាប់ពីតួឯស្រីរបស់យើងផឹកអស់ស្រានេះមួយ10ហើយគេនឹងឲ្យនាងចាស់ចេញពីទីកន្លែងនោះខណៈពេលតួឯស្រីរបស់យើងយកដៃរបស់នាងកាន់ស្រាអាប៉ែនោះក៏បានចាប់ស្រានោះអត់មកកាន់តួឯស្រីរបស់យើងបញ្ចុកឲ្យនាងផឹកស្រានោះតែម្ដងគិតទៅហ្វេនក្តីស្រឡាញ់ក៏ខ្លាចទៅជាការស្អប់មើលរឿងនេះហើយគឺអាណិតតួឯស្រីយើងខ្លាំងណាស់ខណៈពេលនោះដែរតួឯប្រុសក៏បានកាន់10ស្រានោះតបមកលោកម្ចាស់ទី9ក៏បានយក10ស្រានោះវាយចំក្បាលអាប៉ែនោះតែម្ដងដែលធ្វើឲ្យអាប៉ែនោះសើដួលសន្លប់នៅទីកន្លែងនោះតែមិត្តភក្តិរបស់អាប៉ែនោះវិញគឺភ័យខ្លាំងណាស់ពួកគេក៏បាននិយាយថាមនុស្សស្រីដែលធ្វើឲ្យលោកម្ចាស់ទី9ពេញចិត្តការពិតគឺជាណានាមទេអីណានាមតើនាងមិនអីទេអីបន្ទាប់ពីតួឯស្រីរបស់យើងបានកវីក្បាលប្រាប់ទៅកាន់តួឯប្រុសថានាងមិនអីនោះទេខណៈពេលនោះដែរសាច់រឿងរបស់យើងក៏បានឃើញថាតួឯប្រុសរបស់យើងក៏បានបីតួឯស្រីបន្ទាប់មកគេក៏បានបញ្ជាឲ្យកូនចៅរបស់គេមួយបំបាក់ជើងរបស់អាប៉ែនោះទៅហើយយ៉ាងហោចណាស់ក៏ឲ្យអាប៉ែនោះចូលពេទ្យរយៈពេល6ខែដែរទើបឲ្យគេចេញមកវិញ